របៀបសាក់ថ្មឲ្យពេញតាមវិធីនៅក្នុងការនៅជាមួយនឹងធម្មពលពិតរបស់ខ្លួនឯងឲ្យមានតម្លៃដ៏ពិតប្រាកដនៅក្នុងជីវិតមួយនេះបាទថ្ងៃនេះខ្ញុំសូមនិយាយអំពីរបៀបនៅក្នុងការសាក់ថ្មជីវិតតាមរយៈការនៅជាមួយនឹងធម្មពលពិតរបស់ខ្លួនឯងសម្រាប់បទពិសោធន៍របស់ខ្ញុំផ្ទាល់ពេលដែលខ្ញុំអស់ថ្មឬក៏ហៅថាធម្មពលជីវិតចុះខ្សោយគឺខ្ញុំតែងតែធ្វើការសមាធិនៅតែម្នាក់ឯងដកដង្ហើមវែងនៅជាមួយនឹងធម្មជាតិជាពិសេសដូចជាក់ស្ដែងខ្ញុំឥឡូវនេះគឺនៅបាទផ្ការព្រៃរីសតខ្ញុំនៅស្ងៀមស្ងាត់ដកដង្ហើមវែងខ្ញុំតែងតែឃើញចម្លើយមួយដែលខ្ញុំទទួលបានពីធម្មពលពិតដែលខ្ញុំមានហើយចក្រវាលគាត់ក៏តែងតែផ្ដល់ចម្លើយពិសេសមួយដល់ខ្ញុំគ្រប់ពេលវេលាតែម្ដងជាពិសេសការសមាធិនេះគឺពិតជាអស្ចារ្យខ្លាំងមែនទែនតែងតែធ្វើឲ្យយើងដឹងការពិតនៅអ្វីចម្លើយដែលយើងចង់បាននៅអ្វីដែលយើងត្រូវការមិនថាពិបាកប៉ុណ្ណាបាទបញ្ហាខ្លាំងប៉ុណ្ណាគឺយើងតែងតែទទួលបាននៅចម្លើយពិតដ៏អស្ចារ្យពីការដែលយើងនៅស្ងៀមស្ងាត់ក៏ដូចជាការនៅតែម្នាក់ឯងតាមរយៈការនៅជាមួយនឹងធម្មជាតិរុក្ខជាតិខ្ញុំតែងតែទទួលបានចម្លើយដ៏ពិសេសអស្ចារ្យខ្លាំងតែម្ដងចម្លើយបន្តទៀតគឺខ្ញុំតែងតែធ្វើការទទួលបាននៅអ្វីដ៏អស្ចារ្យពីធម្មពលនៃក្តីស្រឡាញ់ដែលចក្រវាលផ្ដល់ឲ្យជាពិសេសធម្មពលពិតរបស់ខ្ញុំតែងតែធ្វើការផុសឡើងធ្វើឲ្យខ្ញុំមានភាពខ្លាំងធម្មតាដែលនឹកស្មានមិនដល់ភាពខ្លាំងដ៏អស្ចារ្យនេះហើយដែលហៅថាវាជាធម្មតាសម្រាប់ខ្ញុំទេបច្ចុប្បន្ននេះប៉ុន្តែពេលដែលខ្ញុំទទួលបានការពីដំបូងគឺខ្ញុំគិតថាវ៉ាវពិតជាអស្ចារ្យខ្លាំងមែនទែនអញ្ចឹងពេលដែលខ្ញុំអស់ថ្មពេលដែលខ្ញុំអស់ធម្មពលគឺខ្ញុំតែងតែនៅធ្វើការសមាធិនៅតែម្នាក់ឯងដកដង្ហើមវែងខ្ញុំតែងតែទទួលបានអ្វីដែរពិសេសពីចក្រវាលផ្ដល់ឲ្យបាទចំណុចទី2គឺខ្ញុំតែងតែធ្វើការនៅស្ងៀមស្ងាត់ហើយជួបជុំក្រុមគ្រួសារអញ្ចឹងពេលដែលខ្ញុំស្ងៀមស្ងាត់ជួបជុំក្រុមគ្រួសារបែបម៉េចទៅពេលដែលខ្ញុំនៅក្រុមគ្រួសារខ្ញុំអត់ប្រើប្រាស់ social media ទេខ្ញុំតែងតែធ្វើការឲ្យបេះដូងខ្លួនឯងនៅស្ងៀមស្ងាត់ជុំជាមួយនឹងក្រុមគ្រួសារអញ្ចឹងកន្លែងនេះហើយគឺជាអ្វីដែលអស្ចារ្យពិសេសខ្លាំងដែលទទួលបានពីធម្មពលឪពុកម្ដាយធម្មពលនៃក្តីស្រឡាញ់សុភមង្គលពិតភាពកក់ក្ដៅភាពជាប់ជុំហើយជាពិសេសក្តីស្រឡាញ់របស់បរិសុទ្ធដ៏ស្មោះសរបរិសុទ្ធដែលឪពុកម្ដាយផ្ដល់ឲ្យដែលក្រុមគ្រួសារបងប្អូនតែងតែមានដែលមិនចង់បានអ្វីពីខ្ញុំឡើយដូច្នេះហើយពេលដែលខ្ញុំនៅជុំពួកគាត់ខ្ញុំតែងតែទទួលបានអ្វីដ៏ពិសេសតែម្ដងបន្ទាប់មកគឺធ្វើការអរគុណដឹងគុណអញ្ចឹងសម្រាប់ខ្ញុំតែងតែធ្វើការអរគុណគ្រប់ពេលវេលាអរគុណក្នុងចិត្តផងទៅសេនៅក្នុងសភៅផងអញ្ចឹងពេលដែលខ្ញុំអរគុណដឹងគុណហើយអារម្មណ៍មួយដែលនឹកស្មានម្ដងនោះគឺផុសឡើងគឺចម្លើយគឺទទួលបានពីចក្រវាលតែម្ដងអញ្ចឹងចម្លើយនោះគឺការដែលយើងអរគុណដឹងគុណហ្នឹងណាចក្រវាលគឺស្រូបទាញមិនថាយើងអរគុណនៅអ្វីដែលល្អមិនថាការអរគុណអ្វីដែលមិនល្អទេចក្រវាលគាត់ទៅដឹងឮដោយអារម្មណ៍របស់យើងដោយអារម្មណ៍របស់ខ្ញុំអរគុណដឹងគុណនេះហើយគឺជាអ្វីដែលពិសេសពេលដែលខ្ញុំអរគុណដឹងគុណយូរទៅដោយមិនទន្ទឹងរង់ចាំណាចម្លើយគឺមកដោយមិននឹងស្មានដល់ណាអញ្ចឹងកន្លែងហ្នឹងគឺពិសេសខ្លាំងអស្ចារ្យខ្លាំងមែនទែនកាន់តែអរគុណកាន់តែទទួលបានអញ្ចឹងសម្រាប់ច្បាប់ចក្រវាលក៏ដូចជាច្បាប់ស្របទាញគឺគេឲ្យតម្លៃទៅលើការអរគុណនៅអ្វីដែលមិនទាន់មានអរគុណនៅអ្វីដែលមាននោះហើយធម្មពលគឺយើងកាន់តែទទួលបានកាន់តែខ្លាំងពីចក្រវាលផ្ដល់ឲ្យយើងខ្លាំងតែម្ដងអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំតែងតែធ្វើការអរគុណដឹងគុណទៅដល់រាងកាយដ៏រឹងមាំសុខភាពដ៏ល្អក៏ដូចជាអ្វីដែលមាននៅក្នុងភពផែនដីមួយនេះដែលខ្ញុំមានក៏ដូចជាអ្វីដែលខ្ញុំមិនទាន់មានក៏ដូចជាគោលដៅក្តីស្រមៃខ្ញុំតែងតែធ្វើការអរគុណដឹងគុណចម្លើយរបស់ខ្ញុំទទួលបានពីចក្រវាលគឺធម្មពលដែលខ្ញុំទទួលបានរួចរាល់ហើយពេលដែលខ្ញុំប្រើអារម្មណ៍អរគុណទទួលបានរួចរាល់ចឹងកន្លែងនេះគឺសំខាន់ខ្លាំងមែនតើពេលដែលធ្វើការអរគុណដឹងគុណហ្នឹងណាសំណឹកដឹងបុណ្យគុណហ្នឹងគឺពិតជាមានតម្លៃខ្លាំងមែនតើដែលទទួលបានធម្មពលពិតមែនតើពីការដែលខ្ញុំអនុវត្តនៅចំណុច3ខាងលើហ្នឹងណាបាទទី1អ្វីដែលខ្ញុំតែងតែធ្វើនោះគឺការអង្គុយស្ងៀមដកដង្ហើមវែងទី2ជួបជុំក្រុមគ្រួសារទី3បាទគឺធ្វើការអរគុណដឹងគុណហើយមួយទៀតខ្ញុំតែងតែធ្វើការស្ដាប់ចម្រៀងលើកទឹកចិត្តបាទខ្ញុំតែងតែធ្វើការអានសៀវភៅស្ដាប់ YouTube នៅអ្វីដែលជាបាទច្បាប់ស្របទាញឬក៏ហៅថាច្បាប់ចក្រវាលមិនមែនថាខ្ញុំនិយាយនេះបាទ
លក់អីទេអត់ទេគឺខ្ញុំអនុវត្តបានផលផ្លាស់ប្ដូរជីវិតបានទៅប្រកបផ្លាស់ប្ដូរជីវិតបែបមិនទៅផ្លាស់ប្ដូរជីវិតហ្នឹងអត់តាន់ឃើញមានអត់តាន់ឃើញថាជាបកគោអស់ចាស់ហ្មងហ្នឹងមានន័យថាខ្ញុំទទួលបាននៅធម្មពលពិតដែលខ្លួនឯងទទួលបានពីខ្លួនឯងអញ្ចឹងមានន័យថាភាពអស្ចារ្យភាពខ្លាំងធម្មពលពិតដ៏អស្ចារ្យអច្ឆរិយៈមួយនេះខ្ញុំទទួលបាននេះគឺខ្ញុំទទួលបានអារម្មណ៍ថាគឺពិតជាមានតម្លៃជាងមាសប្រាក់ខ្លាំងមែនទែនខ្ញុំធ្លាប់ទទួលបានអារម្មណ៍បាទនៃការដែលខ្ញុំទៅទីក្រុងអារម្មណ៍នៃភាពស្ដុកស្ដំក៏ដូចជាឡានវិឡាភូមិគ្រឹះដែលខ្ញុំបានឃើញដែលខ្ញុំបានជួបដែលខ្ញុំបានជួបប្រទេសអ្វីៗដែលជាទំនើបតាន់សម័យហ្នឹងគឺខ្ញុំពិតជាទទួលបានមែនតើអារម្មណ៍ស្ដុកស្ដំមួយហ្នឹងហើយវាមិនស្មើជាមួយនឹងធម្មពលពិតដែលខ្ញុំទទួលបានពីចក្រវាឡផ្ដល់ឲ្យដែលហៅថាខ្លួនឯងពិតហ្នឹងអញ្ចឹងមនុស្សម្នាក់ៗគឺមានភាពអស្ចារ្យអច្ឆរិយៈខ្លាំងមែនតើដែលហៅថារឹសកែវដួងកែវមនុស្សគ្រប់គ្នាតែងតែមានពីកំណើតប៉ុន្តែដោយសារតែការប្រូក្រាមការរស់នៅចឹងគឺធ្វើឲ្យយើងបាត់បង់ខ្លួនឯងធ្វើឲ្យយើងបាត់បង់ភាពខ្លាំងដ៏អស្ចារ្យដែលចក្រវាឡផ្ដល់ឲ្យពីកំណើតនោះចឹងដែលខ្លួនមនុស្សរៀងខ្លួនហ្នឹងដែលហៅថាធម្មពលនៅក្នុងខ្លួនមនុស្សហ្នឹងគឺពិតជាអស្ចារ្យខ្លាំងមែនតើគឺពិតជាមានភាពខ្លាំងអស្ចារ្យផ្សេងគ្នាអញ្ចឹងនៅពេលដែលយើងរកឃើញខ្លួនឯងទ្រព្យសម្បត្តិនៅក្នុងផែនដីចំណេះវិជ្ជានៅក្នុងផែនដីនេះគឺពិតជាមិនអាចស្មើជាមួយនឹងធម្មពលពិតដែលមាននៅក្នុងខ្លួនយើងដែលពីចក្រវាឡផ្ដល់ឲ្យយើងឯងអញ្ចឹងមនុស្សគឺពិតជាអស្ចារ្យខ្លាំងមែនតើអញ្ចឹងមនុស្សគឺសុទ្ធតែអាចធ្វើអ្វីបានគ្រប់យ៉ាងទាំងអស់មិនថា resort ដ៏ធំមិនថាអ្វីៗគ្រប់យ៉ាងឡានវិឡាភូមិគ្រឹះទូរស័ព្ទទំនើបដែលមាននៅក្នុងផែនដីនេះគឺមនុស្សជាអ្នកបង្កើតដូច្នេះហើយមនុស្សគឺអស្ចារ្យជាងទ្រព្យសម្បត្តិដែលមាននៅក្នុងភពផែនដីនេះទៅទៀតអញ្ចឹងភាពស្ដុកស្ដំកើតឡើងពីធម្មពលដែលចក្រវាឡផ្ដល់ឲ្យតាំងពីយូរហើយអញ្ចឹងនៅពេលដែលយើងឃើញនៅភាពស្ដុកស្ដំភាពមានបាននឹងហើយយើងកាន់តែទទួលបាននៅធម្មពលពិតរបស់ខ្លួនឯងកាន់តែឆាប់កាន់តែលឿនតែម្ដងអញ្ចឹងបន្ទាប់ពីកន្លែងហ្នឹងហើយគឺចំណុចដែលខ្ញុំទទួលបានមួយទៀតគឺខ្ញុំតែងតែធ្វើការបាទដូចខ្ញុំនិយាយអញ្ចឹងអានសភៅស្ដាប់ចម្រៀងលើកទឹកចិត្តជាអ្វីដែលជាចំណុចតូចៗដែលខ្ញុំទទួលបានធម្មពលដែលមិននឹកស្មានដល់ពីចក្រវាឡការស្ដាប់ចម្រៀងលើកទឹកចិត្តនៅជាមួយនឹងមនុស្សវិជ្ជមានដែលជាចំណែកតូចៗដែលធ្វើឲ្យខ្លួនឯងកាន់តែមានធម្មពលការសេពគប់ហ្នឹងក៏ពិតជាសំខាន់ខ្លាំងណាស់ដែរវារួមចំណែកដូចគ្នានៅក្នុងការធ្វើឲ្យយើងទទួលបាននូវធម្មពលពិតអញ្ចឹងនៅពេលដែលយើងអស់ថ្មអស់ធម្មពលអស់កម្លាំងពេលដែលយើងនៅជាមួយនឹងមនុស្សអវិជ្ជមានយើងកាន់តែអស់ធម្មពលអញ្ចឹងសូមដកខ្លួននៅក្នុងការនៅស្ងៀមស្ងាត់នៅជាមួយនឹងខ្លួនឯងដ៏ពិតប្រាកដដ៏ស្មោះសរបរិសុទ្ធនេះណាបាទតាមរយៈការនៅស្ងៀមស្ងាត់ការនៅសមាធិដ៏អស្ចារ្យដ៏ដង្ហើមវែងៗនេះជាចំណុចទី1ដែលខ្ញុំបាននិយាយហ្នឹងដូចជាការនៅបាទជាមួយនឹងមនុស្សវិជ្ជមានការសេពគប់ការលើកទឹកចិត្តក៏ពិតជាសំខាន់ខ្លាំងមែនទែនពីមនុស្សដែលនៅក្បែរខ្លួនយើងនៅជុំវិញខ្លួនយើងហ្នឹងណាចឹងពេលដែលយើងនៅតែមានភាពខ្លាំងយើងទទួលបាននៅធម្មពលពិតរបស់ខ្លួនយើងហើយយើងនៅមជ្ឈដ្ឋានណាក៏យើងទទួលបាននៅអារម្មណ៍ដ៏វិជ្ជមានដ៏អស្ចារ្យនឹងដែរដែលជាធម្មពលពិតរបស់យើងនឹងដែរពេលដែលយើងខ្លាំងពិតប្រាកដពេលដែលយើងបានផ្លាស់ប្ដូរជីវិតពិតប្រាកដអញ្ចឹងការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនការស្ដាប់ចម្រៀងលើកទឹកចិត្តការអានសភៅក៏ជាចំណុចដែលធ្វើឲ្យយើងកាន់តែមានធម្មពលផងដែរការដំណើរកម្សាន្តតែម្នាក់ឯងក៏ធ្វើឲ្យយើងកាន់តែមានធម្មពលដើម្បីរកខ្លួនឯងជាមួយនឹងធម្មពលពិតរបស់ខ្លួនឯងកាន់តែលឿនផងដែរបាទសម្រាប់ចំណុចដែលខ្ញុំបានផ្លាស់ប្ដូរជីវិតពីច្បាប់ស្របទានក៏ដូចជាច្បាប់ចក្រវាឡដែលខ្ញុំបានទទួលនៅធម្មពលពិតរបស់ខ្ញុំហ្នឹងគឺខ្ញុំប្រើរយៈពេល7ខែដែលខ្ញុំទទួលបាននៅធម្មពលនេះគឺជា1ឆ្នាំដែរអញ្ចឹងគោលដៅក្តីសម័យដែលខ្ញុំបានដាក់ជាមួយនឹងគោលដៅពិតដែលចក្រវាឡគាត់ confirm រួចរាល់ហើយអញ្ចឹងខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានក៏ដូចជាការផលិតវីដេអូនេះគឺជួយទៅដល់បងប្អូនដែលគាត់បាទបាត់បង់ធម្មពលបាត់បង់ខ្លួនឯងឲ្យរកខ្លួនឯងឃើញលើកទឹកចិត្តដល់ខ្លួនឯងឲ្យតម្លៃខ្លួនឯងនៅស្ងៀមស្ងាត់ជាពិសេសសូមជូនពរបងប្អូនទាំងអស់គ្នារកខ្លួនឯងឃើញតាមរយៈការនៅស្ងៀមស្ងាត់ការនៅតែម្នាក់ឯងបាទក៏ដូចជាការអង្គុយស្ងៀមដកដង្ហើមវែងៗដើម្បីឲ្យទទួលបាននូវចម្លើយដែលចក្រវាឡផ្ដល់ឲ្យជាពិសេសជូនពរបងប្អូនទាំងអស់គ្នាជោគជ័យបាទគ្រប់កិច្ចការងារមិនថាបងប្អូនប្រកបអាជីវកម្មអ្វីក៏ដោយសូមឲ្យទទួលបាននូវធម្មពលពិតខ្លួនឯងយកមកប្រើដើម្បីឲ្យខ្លួនឯងជោគជ័យគ្រប់អ្វីដែលជាបំណងប្រាថ្នាគោលដៅក្តីសម័យរបស់ខ្លួនឯងតាមរយៈច្បាប់ចក្រវាឡមួយនឹងខ្ញុំជឿជាក់ថាមនុស្សនៅក្នុងផែនដី 10% តែប៉ុណ្ណោះដែលគាត់ទទួលបាននូវធម្មពលមួយនឹងហើយគាត់ផ្លាស់ប្ដូរជីវិតដល់ពិតប្រាកដអញ្ចឹងដូច្នេះហើយសូមជូនពរបងប្អូនទាំងអស់គ្នាទទួលបាននូវធម្មពលមួយនេះដើម្បីខ្លួនឯងផ្លាស់ប្ដូរជីវិតតាមរយៈ
ធម្មពលពិតដែលចក្រវាឡផ្ដល់ឲ្យរៀងខ្លួនសូមឲ្យបងប្អូនទាំងអស់គ្នារកខ្លួនឯងឃើញតាមរយៈចក្រវាឡក៏ដូចជាតាមរយៈធម្មពលដែលចក្រវាឡផ្ដល់ឲ្យអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ